28 មិថុនាជាថ្ងៃបិទផ្សាយបញ្ជីដំបូងពុកម៉ែបងប្អូនអញ្ជើញពីនិតឈ្មោះទាំងអស់គ្នាគេបិទផ្សាយហើយតាមឃុំសង្កាត់នានាឆ្លៀតពេលវេលាផ្ទៀងផ្ទាត់ឈ្មោះឲ្យត្រឹមត្រូវបងប្អូនអាចចូលអាស័យយដ្ឋាន web ក៏ចូលបកក៏បានឬក៏មើលតាមកម្មវិធីទូរស័ព្ទឆ្លាតវៃគឺ app NEC KH នោះអីបើឈ្មោះត្រឹមត្រូវអស់សង្ស័យហើយតែបើមិនឃើញឈ្មោះរបស់ខ្លួនសូមពុកម៉ែបងប្អូនសូមកុំកន់តាយឬក៏ឃើញឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបងហើយតែបើខុសឈ្មោះឬខុសទិន្នន័យយើងត្រូវលុកលែងសូមប្តឹងតវ៉ាតែប្រសិនបើពលរដ្ឋប្រុសស្រីឃើញឈ្មោះអ្នកដទៃខុសពីកូកាតែបែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបងនោះណាប្រជាខេមរៈអាចប្រឹងជំទាស់ទៅក្រុមប្រឹក្សាក្នុងគុំសង្កាត់28 មិថុនាជាថ្ងៃបិទផ្សាយបញ្ជីដំបូងពុកម៉ែបងប្អូនអញ្ជើញពីនិតឈ្មោះទាំងអស់គ្នាគេបិទផ្សាយហើយតាមឃុំសង្កាត់នានាឆ្លៀតពេលវេលាផ្ទៀងផ្ទាត់ឈ្មោះឲ្យត្រឹមត្រូវបងប្អូនអាចចូលអាស័យយដ្ឋាន web ក៏ចូលបកក៏បានឬក៏មើលតាមកម្មវិធីទូរស័ព្ទឆ្លាតវៃគឺ app NEC KH នោះអីបើឈ្មោះត្រឹមត្រូវអស់សង្ស័យហើយតែបើមិនឃើញឈ្មោះរបស់ខ្លួនសូមពុកម៉ែបងប្អូនសូមកុំកន់តាយឬក៏ឃើញឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបងហើយតែបើខុសឈ្មោះឬខុសទិន្នន័យយើងត្រូវលុកលែងសូមប្តឹងតវ៉ាតែប្រសិនបើពលរដ្ឋប្រុសស្រីឃើញឈ្មោះអ្នកដទៃខុសពីកូកាតែបែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបងនោះណាប្រជាខេមរៈអាចប្រឹងជំទាស់ទៅក្រុមប្រឹក្សាក្នុងគុំសង្កាត់